វិទ្យាលោកគ្រូអ្នកគ្រូគណៈកម្មការនៅសហគ្រិនទាំងអស់ជាទីគោរពរាប់អាននាងខ្ញុំសួយកែម្ចាស់ជីវកម្មកត្រៃម៉ែកាត់ដេមកពីខេត្តសៀមរាបអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់មែនទេហេតុអីបានជាដាក់ថាកត្រៃម៉ែកត្រៃមាសកត្រៃប្រាក់អីមិនក៏ដាក់ចឹងចាបានជាខ្ញុំដាក់ឈ្មោះថាកត្រៃម៉ែគឺដោយសារអាជីវកម្មនេះគឺបន្តវេនពីម៉ែរបស់ខ្ញុំហើយម៉ែរបស់ខ្ញុំគឺជាស្ត្រីម្នាក់ដែលជាគំរូភាពឲ្យខ្ញុំយកគំរូតាមហើយខ្ញុំដាក់ឈ្មោះនេះគឺដើម្បីរំលឹកនឹកដឹងដល់គុណម៉ែរបស់ខ្ញុំដែលបានប្រកបអាជីពកាត់ដេរមួយនេះជាពួកខ្ញុំដល់9នាក់ហើយក៏ដើម្បីជាការដឹងគុណមួយដល់ពាក្យមួយឃ្លារបស់គាត់ដែលគាត់បានផ្ដាំហាកូនស្រីកូនកើតជាមនុស្សស្រីកូនត្រូវមានជំនាញមួយច្បាស់លាស់នៅពេលដែលកូនមានជំនាញច្បាស់លាស់ថ្ងៃខាងមុខទៅទោះបីមកកូនមានគ្រួសារក៏ដោយកូនមិនមានក៏ដោយក៏កូនអាចចិញ្ចឹមគ្រួសារបានចិញ្ចឹមខ្លួនឯងបានកន្លែងនេះហើយដែលខ្ញុំឆ្លាញ់អាជីវកម្មមួយនេះហើយក៏បន្តថែរក្សាហើយនឹងថែរក្សារហូតទៅលោកគ្រូផងហើយចំណុចពិសេសរបស់ហាងកត្រៃម៉ែកាត់ដេរយើងគឺយើងផ្ដោតទៅលើការប្រឹក្សាចាដូចជាភ្ញៀវខ្លះគាត់មានកឡូដល់7 8តែគាត់កាត់នៅកន្លែងផ្សេងគាត់កាត់មុតមួយដែលអត់សមសម្រាប់ពួកគាត់ទេដល់ពេលដែលទៅកន្លែងខ្ញុំគឺខ្ញុំតែផ្ដល់ការប្រឹក្សាជូនគាត់តាក់ទងទៅនឹងរូបរាងរបស់គាត់សម្លៀកបំពាក់ពណ៌ដែលគាត់ត្រូវស្លៀកហើយកម្មវិធីដែលគាត់ត្រូវចូលរួមនោះគឺជាកម្មវិធីអីតើគាត់ប្រើបែបណាសមពណ៌ណាសមហើយនឹងម៉ូដណាដែលសមទៅតាមរូបរាងហើយនឹងកម្មវិធីរបស់គាត់ហើយមួយទៀតគឺយើងបានផ្ដល់ឱកាសដល់ស្ត្រីនៅក្នុងសហគមន៍ដែលគាត់ភាគច្រើនអ្នកដែលនៅជាមួយយើងគឺអ្នកដែលចំណាក់ស្រុកពីថៃក្នុងអំឡុងពេលកូវីដ